បទចម្រៀងទុកស្រីប្តីព្រាត់ជាប់ពាក់ព័ន្ធនឹងខ្សែជីវិតពិតនិងសោកសៅបំផុតនៅក្នុងជីវិតរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីបាទសូមជម្រាបសួរប្រិយមិត្តទូរទស្សនិកជននៅក្នុងថ្ងៃនេះខ្ញុំសូមលើកយកប្រវត្តិខ្លះៗនៃបទចម្រៀងទុកស្រីប្តីព្រាត់ដែលជាជីវិតដ៏កំសត់ពោលស្ដាប់ហើយគឺពិតជាស្រក់ទឹកភ្នែកសរុបសេចក្តីមកសម្ដេចតេជោនិងសម្ដេចគតិប្រិទ្ធបណ្ឌិតមានបុត្រាបុត្រី6នាក់ស្លាប់ម្នាក់នៅក្នុងឆ្នាំ1976ពេលដែលប្រសូតមកនិងកូនស្រីចិញ្ចឹមម្នាក់ហើយបើគិតមកដល់ឆ្នាំ2008សម្ដេចទាំងពីរលោកមានចៅប្រុសស្រី20នាក់ចំពោះហ៊ុនកំសត់កូនប្រុសច្បងវិញសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីដែលជាម្ដាយបានរំលឹកថានៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ1976ក្រោយពេលសម្រាលបានកូនរួចភ្លាមគ្រោះចង្រៃមិនប្រណីដល់កូនដំបងរបស់ប្តីប្រពន្ធមួយគូនេះឡើយព្រោះកូននោះបានស្លាប់ភ្លាមបន្ទាប់ពីសម្រាលខ្ញុំពិតជាមិនយល់សោះថាតើវាកើតឡើងដោយរបៀបនេះព្រោះឈ្មោះម្នាក់នោះទទួលនៅការបណ្ដុះបណ្ដាលជាមួយនឹងខ្ញុំដែរគាត់បានធ្វើឲ្យជ្រុះកូនង៉ែតប្រុសនោះហើយក្បាលរបស់កូននោះគឺបានបោកប៉ះទៅនឹងជ្រុងក្រែទារកនោះបានហូរឈាមយ៉ាងច្រើនហើយក៏បានស្លាប់ទៅប៉ុន្តែរបាយការណ៍ពេទ្យបែរជាបង្វែរទៅរឿងផ្សេងទៅវិញដោយសរសេរថាកូននោះបានស្លាប់រួចទៅហើយតាំងពីនៅក្នុងផ្ទៃពលគឺស្លាប់តាំងពីមុនពេលសម្រាលទៅទៀតបន្ទាប់ពីទទួលបានដំណឹងនៃការស្លាប់កូននោះសមមិត្តមេបញ្ជាការហ៊ុនសែនបានប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យហើយក៏បានឃើញថាកូននោះគឺបានចេញឈាមតាមមាត់ហើយស្លាប់រួចទៅហើយចំពោះបញ្ហានេះសម្ដេចតេជោហ៊ុនសែនជាឪពុកធ្លាប់បានរៀបរាប់ថាវាជាសោកនាដកម្មដ៏ធំបំផុតនៅក្នុងជីវិតរបស់លោកដែលលោកបានបញ្ជាក់ថានេះគឺជាទរណកម្មលើកដំបូងបង្អស់ដែលខ្ញុំបានប្រឈមនៅពេលដែលកូនបានកើតមកឆ្មបគឺបានធ្វើឲ្យកូននោះធ្លាក់កូននោះបានបោកទៅនឹងជ្រុងក្រែហើយបានបាក់ឆ្អឹងខ្នងមេបញ្ជាការរបស់ខ្ញុំមិនអនុញ្ញាតឲ្យខ្ញុំបញ្ចុះកូននោះទេឬមើលថែប្រពន្ធខ្ញុំឡើយគាត់បានបង្ខំខ្ញុំឲ្យធ្វើដំណើរទៅកាន់តែឆ្ងាយរហូតដល់ទល់នឹងឥឡូវខ្ញុំមិនដឹងថាតើកូនខ្ញុំត្រូវបានបញ្ចុះនៅកន្លែងណាឡើយដូច្នេះខ្ញុំក៏យកកន្លែងមួយជាសញ្ញាថាជាកន្លែងដែលកូនរបស់ខ្ញុំត្រូវបានគេបញ្ចុះរឿងនេះបានជំរុញឲ្យខ្ញុំតែងបទចម្រៀងមួយបទដែលមានចំណងជើងថាទុកស្រីប្តីព្រាត់ដែលនិពន្ធពីទុកព្រួយរបស់ប្តីប្រពន្ធដែលត្រូវបានគេបង្ខំឲ្យរស់នៅបែកពីគ្នាក្រោយមកសម្ដេចតេជោហ៊ុនសែនបានសង់សាលារៀនមួយខ្នងនៅក្នុងតំបន់នោះដោយបានដាក់ឈ្មោះថាហ៊ុនកំសត់ហើយសាលានោះមានឈ្មោះរហូតមកដល់សព្វថ្ងៃអត្ថបទនេះដកស្រង់ចេញពីសៀវភៅបងប្អូនទាំង3ឈាមថ្មីនៅក្នុងចំណោមអ្នកបន្តវេនរបស់ឯកឧត្តមឆៃសុផលរដ្ឋលេខាធិការក្រសួងព័ត៌មានដែលបានស្រាវជ្រាវនឹងចងក្រងនៅក្នុងឆ្នាំ2013ដល់ឆ្នាំ2018